ដើមទៀតហើយយើងមកដូរក្នុងក្រោយ iPhone 11ទាំងអស់គ្នាមកឲ្យភ្ញៀវម្នាក់គាត់យកមកដូរចឹងហើយបន្ទាប់ពីយើងចង់ដូរក្នុងក្រោយវាយើងធ្វើការកោសក្នុងក្រោយវាមកហើយយើងកាត់ដកហើយដោះវាមានដែរយើងកោសវាចេញវត្តចុងស្រួយយើងកោសវាចេញអស់កោសវាម្ដងតិចក៏យើងអត់ធ្មត់ច្រើនដែរពួកអីអានេះយើងមិនអាចកោសវាឆៅបានទេតើយើងផ្លុំជំនួយវាចឹងហើយយើងកោសក៏ប្រយ័ត្នច្រើនដែរហើយវាប៉ះខ្សែសាកសំណុំវិសាអីវាចឹងទៅវាបញ្ហាដល់ភ្ញៀវចឹងបញ្ហាទូរស័ព្ទរបស់ភ្ញៀវជាងការកោសវាថ្នមមកប្រយ័ត្នតិចមកកោសវាជាងអស់ស្អាតចឹងពេលដែលយើងកោសខាងក្រោមក៏អីអស់ហើយយើងមកកោសកន្លែងចិត្តកាមេរ៉ាវិញព្រោះអានេះយើងត្រូវប្រយ័ត្នដែរចឹងយើងខ្លុំវាកដៅវាយើងដាក់វាតិចវាសមមុំចឹងគិតថាវាកោសបានយើងកោសវាចេញមកអស់តាមកាមេរ៉ានេះកន្លែងហ្នឹងគឺយើងប្រយ័ត្នវាបន្តិចនេះស្នាមវានេះយើងកោសឲ្យដាក់វិញឲ្យស្អាតមកកោសវាម្ដងតិចមកកន្លែងហ្នឹងយើងអាចផ្លុំវាឲ្យខ្លាំងមកនេះផ្លុំស្រួលខូចកាមេរ៉ាមកយើងប្រយ័ត្នវាតិចហើយពេលយើងកោសឲ្យសម្អាតវាស្អាតជាងមកឃើញវាស្អាតខ្ចីប៉ុណ្ណឹងមកយើងបិទកាយបិទអីចឹងការបិទកាយវាស្អាតតិចបិទកាយវិញតិចមកគូតក្រោយអាកន្លែងហ្នឹងយើងចាក់កាយវាច្រើនមកបើថាគេអត់ដឹងទេសម្រាប់ខ្ញុំកោសមកហើយចូលខ្ញុំកោសមកដាក់កាយវាឲ្យឡើងប៉េះទៅវិញហ្នឹងព្រោះយើងនិយាយបានកោសវាទេអញ្ចឹងហើយយើងបិទកាយវាឲ្យជាប់ណែនរបស់គេមកតែកាលណាវាជាប់ណែនក៏វាល្អដែរអញ្ចឹងយើងចាក់កាយមិនសំសៃទេចាក់វាអញ្ចឹងមកចាក់ឲ្យច្រើននេះក្នុងក្រោយរបស់យើងនេះថ្មីតើយើងបិទកាយបិទអីហើយយើងបិទក្នុងក្រោយយើងចូលមកមើលវាស្មើគ្រប់ចឹងជ្រោយមកតម្លាក់វាអប់មកតែតម្លាក់វាអប់មកយើងមើលតាមជ្រុងវាមើលវាចូលស្មើអប់ល្អហើយវាបន្តទៀតមកយើងយកកណាត់ជូតឲ្យវាស្អាតមកពេលយើងមើលវាអត់ស្មើយកកណាត់វាជូតឲ្យស្អាតចឹងមកជូតកាយជូតអីជូតដីជូតអីវាចឹងអស់វាជូតវាស្អាតចឹងមើលតាមហ្នឹងទៅតពីយើងជូតស្អាតអស់ហើយយើងការគៀកវារឿងស្មើស្អាតហើយយើងឃើញថាវាស្អាតអស់ហើយយើងរំវស៊ូរំអីមកនេះវាណាស្អាតចេះខ្ចី